មូលហេតុដែលទឹកសមុទ្រប្រៃប្រភពមកពីដីគោកកាលពីរាប់លានឆ្នាំមុនទឹកសមុទ្រមិនសូវប្រៃដូចជាពេលបច្ចុប្បន្នទេនៅពេលដែលមានភ្លៀងធ្លាក់ទឹកភ្លៀងបានហូរច្រោះកាត់ផ្ទាំងថ្មនិងរលាយសារធាតុរ៉ែបន្តិចម្ដងការនាំយកដោយទន្លេបាននាំយកសារធាតុរ៉ែរលាយទាំងនេះហូរចូលទៅក្នុងមហាសមុទ្រទោះបីជាក្នុងបរិមាណតិចតួចប៉ុន្តែវាបានបង្កើតឡើងអស់រយៈពេលរាប់លានឆ្នាំការរំហួតទឹកនេះជាចំណុចគន្លឹះទឹកអាចចាក់ចេញពីមហាសមុទ្របានប៉ុន្តែអំបិលមិនអាចឡើយនៅពេលដែលទឹកសមុទ្ររំហួតឡើងលើអាកាសវានៅសល់ជាតិអំបិលនៅក្នុងសមុទ្រដែលធ្វើឲ្យទឹកសមុទ្រកាន់តែប្រៃហេតុអ្វីបានជាវាមិនកាន់តែប្រៃខ្លាំងឡើងមហាសមុទ្រមិនត្រឹមតែទទួលជាតិអំបិលប៉ុណ្ណោះទេតែវាក៏មានការបញ្ចេញជាតិអំបិលមកវិញផងដែរដើម្បីរក្សាតុល្យភាព1ជីវិតក្នុងសមុទ្រពពួកសត្វសមុទ្របានយកសារធាតុរ៉ែមួយចំនួនមកប្រើប្រាស់ដូចជាការបង្កើតសម្បកខ្យងជាដើម2ការកកកុញជាដីល្បាប់សារធាតុរ៉ែខ្លះត្រូវបានកប់នៅក្នុងដីល្បាប់នៅបាតសមុទ្រ3ប្រតិកម្មគីមីមានប្រតិកម្មគីមីដែលកើតឡើងនៅបាតសមុទ្រដែលជួយដកជាតិរ៉ែចេញពីទឹកសរុបមកបរិមាណអំបិលដែលហូរចេញនិងបរិមាណអំបិលដែលត្រូវបានដកចេញគឺមានតុល្យភាពនឹងគ្នាទើបធ្វើឲ្យកម្រិតជាតិប្រៃរបស់សមុទ្រនៅថេរ